ពីរអ្នកប្តីប្រពន្ធបាននាំគ្នាដើរទៅស្រែនៅពេលដែលពួកគេតែពីរអ្នកបានទៅដល់ស្រែនាងជាប្រពន្ធក៏ត្រូវដើរមកភូមិវិញដើម្បីទិញបារីឲ្យប្តីរបស់នាងបងភ្លេចយកបារីមកបាត់ហើយដូច្នេះអូននៅចាំបងនៅស្រែតែម្នាក់ឯងទៅបងទៅភូមិដើម្បីទិញបារីសិនមិនចាំបាច់ទេណាបងចាំខ្ញុំនឹងទៅទិញយកមកឲ្យបងដូច្នេះបងនៅចាំនៅស្រែទៅចាំខ្ញុំនឹងទៅទិញទៅពេលនេះវានាំការលំបាកដល់អូនហើយមិនគួរណាបងធ្វើប្រហែលបែបនេះសោះអញ្ចឹងអូនទៅតែម្នាក់ឯងចុះណាបងនឹងចុះទៅស្រែធ្វើកិច្ចការងារបន្តទៀតសិនអត់មានអ្វីដែលពិបាកបន្តិចសោះណាបងវាជាទូនាទីរបស់ខ្ញុំស្រាប់ហើយខ្ញុំជាប្រពន្ធបងខ្ញុំត្រូវតែបម្រើបងគ្រប់បែបយ៉ាងខ្ញុំគិតថាវាមិនមែនជាការលំបាកដល់ខ្ញុំទេអញ្ចឹងអូនទៅចុះបងនឹងចុះទៅបង្ហើយការងារនៅក្នុងស្រែបន្តិចសិនព្រោះតែមួយរយៈពេលនេះភ្លៀងធ្លាក់ខ្លាំងណាស់ធ្វើឲ្យទឹកពេញស្រែតែម្ដងបងត្រូវតែយកទឹកចេញពីស្រែអញ្ចឹងអូនទៅសិនហើយបងទៅធ្វើការងាររបស់បងចុះខ្ញុំនឹងចូលទៅក្នុងភូមិដើម្បីទិញបារីយកមកឲ្យបងនាងជាប្រពន្ធក៏បានធ្វើដំណើរទៅក្នុងភូមិនាងជាប្រពន្ធក៏បានដើរមកដល់ព្រៃជ្រៅមួយមិននឹកស្មានថាថ្ងៃដំបូងដែលយើងចូលមកដល់ក្នុងភូមិស្រាប់តែយើងបានជួបនាងនៅទីនេះសោះនៅពេលនេះនាងនឹងក្លាយជាចំណីរបស់យើងហើយបថោអើយហើយអ្វីបានជាមានពោះធំបែបនេះនេះតើអ្នកមានគំនិតចង់ធ្វើអ្វីខ្ញុំនឹងអ្នកកុំចង់មានគំនិតសម្រាប់ខ្ញុំអីនិយាយថាយើងមិនចង់សម្លាប់អ្នកបានយ៉ាងម៉េចព្រោះថាយើងបានខ្លាយទៅជាស្ដេចពស់បែបនេះក៏ព្រោះតែយើងបានលេបមនុស្សរាប់ពាន់អ្នកមកហើយនៅពេលនេះយើងនឹងលេបនាងម្នាក់ទៀតចូលទៅក្នុងពោះរបស់យើងក៏វាមិនតបខុសអ្វីដែរខ្ញុំអង្វរអ្នកទៅចោះសូមអ្នកកុំលេបខ្ញុំធ្វើជាចំណេញអីព្រោះខ្ញុំនៅមិនតាន់ចង់ស្លាប់ទេខ្ញុំមានគ្រួសារដែលត្រូវមើលថែអ្នកកុំសម្លាប់ខ្ញុំអីតាមពិតអ្នកមានគ្រួសាររួចហើយមែនទេបើសិនជាអ្នកមានគ្រួសាររួចហើយយើងនឹងមិនសម្លាប់អ្នកទេដំបូងឡើយយើងគិតថាគ្រាន់តែគំរាមអ្នកតែប៉ុណ្ណោះដោយយើងគិតថាចង់យកអ្នកធ្វើជាប្រពន្ធរបស់យើងទោះបីជាអ្នកចង់យកខ្ញុំធ្វើជាប្រពន្ធក៏ពិបាកដែរក៏ព្រោះតែខ្ញុំជាមនុស្សដែលមានគ្រួសាររួចហើយណាមួយខ្ញុំមិនចង់ក្បត់ចិត្តប្តីរបស់ខ្ញុំទេឈប់សិននាងនិយាយថានាងមិនចង់ក្បត់ចិត្តប្តីនាងតើមែនទេប៉ុន្តែយើងចង់ឲ្យនាងក្បត់ចិត្តប្តីរបស់នាងនាងត្រូវតែធ្វើជាប្រពន្ធរបស់យើងអត់ទេណាស្ដេចពស់អត់ទេសូមអ្នកកុំធ្វើបែបនេះចំពោះខ្ញុំអីបើប្តីខ្ញុំដឹងក៏ប្រកាសជាពិបាកចិនបើនាងខ្លាចប្តីនាងដឹងនាងកុំយករឿងរ៉ាវទាំងអស់នេះទៅនិយាយប្រាប់ប្តីនាងទៅបានហើយបើមិនដូច្នេះទេយើងនឹងសម្លាប់នាងនៅពេលនេះកុំសម្លាប់ខ្ញុំអីណាស្ដេចពស់ខ្ញុំមិនចង់ស្លាប់ទេណាស្ដេចពស់អ្នកទុកជីវិតឲ្យខ្ញុំទៅណាបើនាងចង់ឲ្យយើងទុកជីវិតឲ្យនាងត្រូវតែធ្វើជាប្រពន្ធរបស់យើងនៅពេលយប់នេះយើងនឹងទៅរកនាងដល់ផ្ទះរបស់នាងត្រូវតែចុះមកខាងក្រោមផ្ទះហើយយើងនឹងចាំនាងនៅទីនោះបន្ទាប់ពីនិយាយរួចហើយស្ដេចពស់ក៏បានវាចូលទៅក្នុងព្រៃវិញនាងក៏បានយករឿងរ៉ាវទាំងអស់មកនិយាយប្រាប់ប្តីនាងឲ្យបានដឹងនៅពេលដែលប្តីនាងបានដឹងហើយក៏មានចិត្តខឹងចង់សម្លាប់ស្ដេចពស់ខ្លួនគឺជាសត្វប៉ុន្តែហេតុអ្វីបានជាមានគំនិតអាក្រក់បែបនេះបងត្រូវតែសម្លាប់ស្ដេចពស់នេះឲ្យបានយើងត្រឹមតែជាមនុស្សធម្មតាទេណាបងអត់មានអ្វីទៅតតាំងជាមួយនឹងស្ដេចពស់ទេដូច្នេះហើយបងកុំចង់សម្លាប់វាអីបើបងមិនសម្លាប់ស្ដេចពស់នោះទេអូននឹងត្រូវធ្វើជាប្រពន្ធរបស់ស្ដេចពស់តើមែនទេបងមិនអាចទ្រាំមើលមនុស្សស្រីដែលជាប្រពន្ធរបស់បងត្រូវតាក់ទងជាមួយនឹងស្ដេចពស់ទេទោះបីខ្ញុំស្លាប់ក៏ខ្ញុំមិនព្រមធ្វើជាប្រពន្ធស្ដេចពស់ឡើយខ្ញុំមិនព្រមជាដាច់ខាតណាបងត្រូវតែយករឿងរ៉ាវទាំងអស់នេះទៅនិយាយប្រាប់លោកមេភូមិដើម្បីឲ្យគាត់ជួយដោះស្រាយអំពីបញ្ហានេះនិងសម្រាប់ស្ដេចពស់តើពួកយើងត្រូវដោះស្រាយយ៉ាងម៉េចបើយើងមិនដោះស្រាយទេពួកយើងនឹងមិនបានសុខឡើយអ្វីដែលបងនិយាយខ្ញុំគ្រប់ត្រទាំងស្រុងនៅការនិយាយរបស់បងដូច្នេះបងគួរតែយករឿងនេះទៅនិយាយប្រាប់លោកមេភូមិដើម្បីឲ្យគាត់ទាំងអស់គ្នាជួយដោះស្រាយទៅយើងត្រូវតែយករឿងនេះទៅនិយាយប្រាប់លោកមេភូមិដើម្បីឲ្យជួយដោះស្រាយបើមិនដូច្នេះទេអ្នកភូមិក៏មិនអាចរស់នៅបានសុខដែរដាច់ពោះនឹងមិនលើកលែងឲ្យកូនក្រមុំអ្នកភូមិណាម្នាក់ឡើយវានឹងយកកូនក្រមុំអ្នកភូមិធ្វើជាប្រពន្ធវាទាំងអស់ហើយបើទោះបីជាពួកគាត់ទាំងអស់គ្នាមិនចង់ជួយលោកមេភូមិមិនចង់ជួយក៏ពួកគាត់គ្មានជំរឿដែរទាំងពីរអ្នកប្តីប្រពន្ធក៏បាននាំគ្នាដើរចូលទៅក្នុងភូមិដើម្បីយករឿងរ៉ាវទាំងអស់ទៅប្រាប់លោកមេភូមិនិងអ្នកភូមិឲ្យបានដឹង
នៅពេលដែលបានទៅដល់ផ្ទះលោកមេភូមិសុកក៏បានយករឿងរ៉ាវទាំងអស់ទៅនិយាយប្រាប់លោកមេភូមិដើម្បីឲ្យគាត់ជួយដោះស្រាយឲ្យពួកយើងទាំងអស់គ្នាដោះស្រាយយ៉ាងម៉េចទៅព្រោះតែរឿងនេះជារឿងផ្ទាល់ខ្លួនរបស់គ្រួសារឯងតែប៉ុណ្ណោះដូច្នេះយើងហើយនឹងអ្នកភូមិទាំងអស់គ្នាអត់មានពាក់ព័ន្ធទេហើយអ្វីបានជាលោកបងនិយាយបែបនេះយើងគឺជាអ្នករស់នៅក្នុងភូមិជាមួយគ្នានៅពេលនេះគ្រួសារខ្ញុំមានបញ្ហាបែបនេះលោកបងគួរតែជួយដោះស្រាយបញ្ហាប៉ុន្តែមិនមែនជាបញ្ហាតូចតាចទេណាសុកវាជាបញ្ហាតាក់ទងជាមួយនឹងស្ដេចពស់ណាមួយស្ដេចពស់គ្រាន់តែចង់បានប្រពន្ធឯងធ្វើជាប្រពន្ធវានៅពេលយប់ដូច្នេះបញ្ហានេះឯងជាអ្នកដោះស្រាយអ្នកទាំងពីរនិយាយមកគ្មានការទទួលខុសត្រូវតតែសោះទោះបីជារឿងទាំងអស់នេះជារឿងរបស់គ្រួសារសុកប៉ុន្តែថ្ងៃខាងមុខវានឹងធ្លាក់លើគ្រួសាររបស់អ្នកភូមិមួយទាំងមូលដាច់ពោះវានឹងមិនលើកលែងឲ្យពួកយើងទាំងអស់គ្នាទេលោកមេភូមិកំពុងតែគម្រាមពួកខ្ញុំហើយតើបែបទេលោកមេភូមិចង់មានន័យថារឿងរ៉ាវទាំងអស់នេះខ្ញុំត្រូវតែចូលរួមដោះស្រាយមែនទេលោកមេភូមិគឺច្បាស់ 100% តែម្ដងអ្នកទាំងអស់គ្នាត្រូវតែជួយដោះស្រាយដើម្បីបញ្ចប់បញ្ហានេះព្រោះថាស្ដេចពស់វានឹងធ្វើបាបគ្រួសាររបស់យើងទាំងអស់គ្នាជាបន្តបន្ទាប់នៅពេលនេះគ្រួសារខ្ញុំកំពុងតែជួបទុក្ខលំបាកប៉ុន្តែបន្តិចទៀតអាចនឹងធ្លាក់លើគ្រួសារលោកបងទាំងពីរដូច្នេះលោកបងទាំងពីរគួរតែដោះស្រាយបញ្ហានេះទៅអញ្ចឹងតើពួកយើងគួរតែដោះស្រាយយ៉ាងម៉េចទៅឆាប់និយាយមកនិងដឹងវិធីដើម្បីដោះស្រាយដើម្បីកម្ចាត់បិសាចពស់ឲ្យបានទាន់ពេលនៅពេលយប់នេះស្ដេចពស់នឹងចេញមករកធីតានៅពេលយប់ដូច្នេះធីតាត្រូវតែមកតាមការចង់បានរបស់ស្ដេចពស់ប៉ុន្តែខ្ញុំនិងអ្នកភូមិហើយនឹងសុកលបមើលស្ដេចពស់នៅពេលដែលស្ដេចពស់បានមកដល់ពួកយើងទាំងអស់គ្នានឹងចូលទៅវាយសម្លាប់ស្ដេចពស់នោះឲ្យស្លាប់តែម្ដងតើយើងមានឱកាសដើម្បីសម្លាប់ស្ដេចពស់បានទេខ្ញុំគិតថាប្រហែលជាប្រថុយជីវិតពេកទៅដឹងលោកមេភូមិដែលពួកយើងជ្រើសរើសយកវិធីនេះដើម្បីសម្លាប់ស្ដេចពស់ខ្ញុំជឿជាក់ថាពួកយើងនឹងធ្វើតាមផែនការដែលខ្ញុំបាននិយាយពួកយើងទាំងអស់គ្នានឹងទទួលបានជោគជ័យជាក់ជាមិនខានខ្ញុំហ៊ានធានាអ្នកទាំងអស់គ្នាអាចនឹងសម្លាប់ស្ដេចពស់បានយើងរួមកម្លាំងគ្នាបែបនេះនឹងទទួលបានភាពជោគជ័យដោយអ្វីដែលលោកមេភូមិបាននិយាយជាក់ជាមិនខានដូច្នេះនៅពេលយប់នេះខ្ញុំនឹងឲ្យប្រពន្ធចាំស្ដេចពស់រហូតដល់វាមកដល់អ្នកភូមិទាំងអស់គ្នាក៏បានរៀបចំតាមផែនការដែលបានត្រៀមហើយអ្នកទាំងអស់គ្នាក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួននាពេលយប់ឡើងស្ដេចពស់ក៏បានមករកនាងដល់ផ្ទះរបស់នាងមិននឹកស្មានថានាងព្រមមកតាមការចង់បានរបស់យើងទាល់តែសោះយើងស្មានតែនាងមិនមកតាមការចង់បានរបស់យើងហើយនៅពេលនេះខ្ញុំបានមកដល់ហើយតែអ្នកចង់ធ្វើអ្វីទៀតអ្នកក៏ប្រញាប់និយាយមកយើងចង់បាននាងធ្វើជាប្រពន្ធរបស់យើងនឹងហើយនាងត្រូវតែធ្វើជាប្រពន្ធយើងនៅពេលនេះដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់អ្នកគិតមែនទេតែអ្នកអាចយកខ្ញុំធ្វើជាប្រពន្ធបានខ្ញុំគិតថាអ្នកគិតខុសហើយស្ដេចពស់ចង្រៃយោមិនគួរណាឯងមានគំនិតចង់បានប្រពន្ធយើងធ្វើជាប្រពន្ធឯងទេដូច្នេះឯងត្រូវតែស្លាប់នៅពេលនេះហើយអ្វីបានជាអ្នកទាំងអស់គ្នាមកច្រោតបែបនេះឬមួយគ្រប់យ៉ាងជាផែនការរបស់នាងតើមែនទេនាងបានរៀបចំផែនការដើម្បីសម្លាប់យើងតើមែនទេយើងទាំងអស់គ្នានឹងសម្លាប់ឯងនៅពេលនេះដូច្នេះឯងត្រូវតែស្លាប់នៅពេលនេះយើងទាំងអស់គ្នាឆាប់ចូលទៅវាយសម្លាប់ស្ដេចពស់កំណាចនេះភ្លាមទៅលោកមេភូមិនិងអ្នកភូមិព្រួតវាយស្ដេចពស់រហូតដល់ស្លាប់ហើយលោកមេភូមិនិងអ្នកភូមិក៏បានយកសាកសពរបស់ស្ដេចពស់ទៅកប់នៅក្នុងព្រៃជ្រៅ